សួស្តីអ្នកគ្នាស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីរបស់យើងគឺកម្មវិធី podcast តាមភូមិដែលយើងដូចជាបានជួបគ្នារៀងច្រើនសប្តាហ៍មកហើយដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីរបស់យើងតែងនាំជូននូវសាច់រឿងបែបអបិយជំនឿរន្ធត់និងព្រឺព្រួចចែកជូនទៅកាន់អ្នកគ្នាស្ដាប់និងសន្តាប់ហើយសប្តាហ៍នេះក៏ដូចជាសប្តាហ៍មុនយើងជួបជាមួយនឹងបងដែលជា admin នៅក្នុង channel អាចកំបាំងយប់ស្ងាត់បាទជំរាបសួរបងបាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាហើយយើងជួបគ្នាសារជាថ្មីទៀតហើយក៏សូមស្វាគមន៍មកកាន់កម្មវិធី podcast តាមភូមិដែរហើយនៅក្នុងរាត្រីនេះគឺជួបជាមួយខ្ញុំបាទ admin អាក់កំបាំងយប់ស្ងាត់ហើយដឹងហើយថាពីមួយសប្តាហ៍ទៅមួយសប្តាហ៍យើងមានសាច់រឿងច្រើនមែនតើដែលប្រិមិត្តបានចែករំលែកនៅសាច់រឿងមកកាន់ខ្ញុំហើយខ្ញុំក៏បានយកមកនិយាយនិងលើកនៅក្នុងកម្មវិធី podcast តាមភូមិហើយរៀបដឹងអត់ថានៅក្នុងសប្តាហ៍នេះនឹងនិយាយសាច់រឿងអីអត់ទាន់ដឹងទេបងដោយសារក្រុមការងារមានប្រាប់ឲ្យបន្តិចមកអញ្ចឹងនៅក្នុងរាត្រីនេះផងដែរគឺខ្ញុំមានសាច់រឿងមួយដើម្បីមកនិយាយនិងចែកជូនទៅដល់បងប្អូនទាំងអស់គ្នាហើយសាច់រឿងមួយនេះខ្ញុំសូមដាក់ចំណងជើងថាផ្ទះលោកមឈូសអូតំណងមែនតើអ្នកគ្នាហ្នឹងហើយរឿងរ៉ាវមួយនេះគឺបានមកពីបងប្រុសម្នាក់ដែលជាគាត់ជាអ្នកលោកមឈូសណាហើយជឿជាក់ថាប្រិមិត្តស្ដាប់ហើយនឹងជក់ចិត្តអូខេបងអ្នកគ្នាមុននឹងចូលទៅកាន់សាច់រឿងរបស់យើងអ្នកគ្នាកុំភ្លេចធ្វើការចុច Subscribe ឬដាក់សញ្ញាកណ្ដឹងដើម្បីលើកទឹកចិត្តមកកាន់កម្មវិធីរបស់យើងហើយក៏ដូចជា support មកក្រុមការងារផងដែរតាសូមផ្ដល់ទៅបងអញ្ជើញចែកវេសាច់រឿងអូខេអញ្ចឹងសាច់រឿងរបស់យើងហ្នឹងសូមដាក់ចំណងជើងថាផ្ទះលោកមឈូសហ្នឹងហើយរឿងរ៉ាវមួយនេះគឺបានមកពីបងប្រុសម៉េងគាត់គឺជាអ្នកលោកមឈូសណាហើយក៏សូមអធិស្ឋានដែរទៅដល់ប្រិមិត្តទាំងអស់គ្នាព្រោះឯងក៏បានបញ្ជាក់ថាសាច់រឿងមួយនេះប្រិមិត្តទាំងអស់គ្នាស្ដាប់ទុកជាការកំសាន្តអារម្មណ៍ទៅកុំឲ្យតែជឿទៅលើគាត់នឹង 100% ទេក៏បានផ្ដាំមកអញ្ចឹងតែគាត់ថាគាត់បានជួបនៅរឿងរ៉ាវមួយនេះគឺជាក់ស្ដែងមកគាត់ថារឿងរ៉ាវមួយនេះគឺបានកើតឡើងរយៈពេលជិត10ឆ្នាំហើយអូយូរដែរអញ្ចឹងគាត់ថាគាត់គឺជាអ្នកបើកហាងលក់មឈូសណាអញ្ចឹងគាត់ក៏តលក់ពីឪពុករបស់គាត់ដែរគាត់ថាពីមុនគាត់អត់ចូលចិត្តទៅលើមុខរបរលក់មឈូសហ្នឹងទេគាត់ចូលចិត្តរកស៊ីអីផ្សេងប៉ុន្តែនៅពេលដែលឪពុកគាត់បានស្លាប់ទៅគាត់ក៏លក់មឈូសប៉ុន្តែមឈូសរបស់គាត់មិនមែនជាមឈូសធម្មតាទេមឈូសបែបម៉េចវិញបងមឈូសដែលចិនណាសពចិនងាយទៅបញ្ចុះអញ្ចឹងក៏បានបញ្ជាក់ថាតម្លៃមឈូសរបស់គាត់នឹងអាចលោតទៅដល់ខ្ទង់ 5,000 6,000 ទៅតាមប្រភេទឈើទៅតាមប្រភេទក្បាច់អីអញ្ចឹងទៅបាទបងហ្នឹងហើយគាត់ថាពីដំបូងឡើយគាត់អត់ចង់បដិសេធលក់ទេអត់ចង់លក់ទេគាត់ខ្លាចចេះមួយចេះពីរប៉ុន្តែគាត់ថាយូរទៅវាជាធម្មតាគាត់បាននិយាយថានៅក្នុងអំឡុងឆ្នាំហ្នឹងគាត់បានជួបរឿងរ៉ាវមួយហ្នឹងគាត់ថាបានកាត់ឡើងនៅម៉ោង 6 កន្លះល្ងាចពេលល្ងាចទេបងហ្នឹងហើយគាត់ថាជាទូទៅហាងរបស់គាត់ហ្នឹងឲ្យតែម៉ោង 5 ម៉ោង 4 អីគាត់តែងតែបិទតែនិយាយទៅគាត់ធ្វើដូចហាងអញ្ចឹងហើយក៏គាត់អត់នៅគេងហ្នឹងដែរគាត់បើកលក់នៅកន្លែងហ្នឹងមួយហើយគាត់ទុកឲ្យកម្មកររបស់គាត់ម្នាក់ជាអ្នកចិត្តស្និទ្ធគ្នាណាថាដូចកូនឈ្នួលក៏ទុកដូចជាគ្រួសាររបស់គាត់ឲ្យមើលការងារខុសត្រូវនៅហ្នឹងអញ្ចឹងគាត់ថាវាចម្លែកអីត្រង់ថានៅថ្ងៃដែលកើតហេតុហ្នឹងម៉ោង 6 កន្លះបានគាត់ត្រូវទៅផ្ទះដោយសារតែគាត់ត្រូវទម្លាក់ស្តុកថ្មីបើនិយាយឲ្យគាត់ស្ដាប់ហ្នឹងហើយមឈូសថ្មីចូលមកអញ្ចឹងគាត់ថាចូលមកដល់គាត់ឡាយទៅទុកដាក់កត់អីធ្វើត្រូវអញ្ចឹងទៅគាត់ថាមេចាប់ដើមងឹតហើយកូនចៅរបស់គាត់ម្នាក់ទៀតហ្នឹងឡាយនៅក្រោយបាទនៅក្រោយទៅគាត់ក៏នៅក្នុងហាងអីអញ្ចឹងទៅគាត់ថាគាត់ពងតែរៀបចំសុកស្រាប់តែលេចវត្តមានតាម្នាក់តាវ័យតុងប្រហែលដែរបងគាត់ថាវ័យតុង60ជាងទេគាត់ថាមកគឺដើរធម្មតាមកគាត់រឿងភ្ញាក់ដែរគាត់ឡាយតែរៀបចំស្រាប់តែតានឹងហៅគាត់អូនចេញពីកន្លែងមឈូសគាត់តាំងមឈូសនឹងមកហៅអូនគាត់ថាភ្ញៀវចូលមកគាត់ក៏សួរសួស្ដីអ៊ំអីចឹងរៀបសួរអ៊ំអ៊ំត្រូវការអីដែរស្រាប់តែអ៊ំម្នាក់ហ្នឹងគាត់ថាគាត់ចង់បានមឈូសនេះគាត់ច្អល់មឈូសហ្នឹងលក់មិនគាត់សួរអញ្ចឹងបងម៉េងគាត់ថាមឈូសហ្នឹងគាត់លក់នៅក្នុងតម្លៃតែ 1,400 ទេព្រោះអីវារឿងធម្មតាដែរមឈូសហ្នឹងប៉ុន្តែ 1,400 អ៊ំហ្នឹងថាឥឡូវគាត់យកមឈូសហ្នឹង 1,400 ទេគាត់យកមឈូសហ្នឹងអញ្ចឹងពេលហ្នឹងបងម៉េងគាត់ក៏សួរអ៊ំថាអ៊ំយកហ្នឹងអ៊ំនៅណាដែរគាត់ថាចំហែងអត់ស្គាល់អ៊ំទេគាត់ថាហែងអត់ស្គាល់អ៊ំទេគាត់ថាអ៊ំពីណាគេអ៊ំអធិស្ឋានអីអញ្ចឹងទៅខ្ញុំអត់បានចាំមុខអញប៉ាមីហ្នឹងណាគេវិញបងមីហ្នឹងត្រូវមិត្តភក្តិរបស់បងម៉េង
យល់ ហ្នឹងហើយប៉ុន្តែបងមេងបានបញ្ជាក់ថាតាំងពីគាត់ចេញរកស៊ីមកព្រោះគាត់មិត្តភក្តិកាលនៅវិទ្យាល័យអីមួយគ្នាអញ្ចឹងទៅរឿងសិក្សាអាសាចេញចូលប៉ុន្តែគាត់ខានជុកមុខគ្នាអស់ 5-6 ឆ្នាំហើយតាំងគាត់ចាប់រកស៊ីរៀងៗខ្លួនមក បាទ គាត់ថាអ៊ំសុខសប្បាយអត់តបគាត់ទេលើមកឈូសហ្នឹង1400ចាំដឹកយកឲ្យអញតិចគាត់និយាយអញ្ចឹងអញ្ចឹងក៏បងមេងថាអត់អីអ៊ំអញ្ជើញអង្គុយលេងសិនទៅបងមេងដើម្បីគាត់ដើរទៅយកទូរស័ព្ទរបស់គាត់បញ្ចូលបន្ទប់ខាងក្នុង បាទ ព្រោះអីពេលគាត់រៀបចំហ្នឹងអត់បានទេទូរស័ព្ទរបស់គាត់ក៏ទុកនៅបន្ទប់មួយទៀតគាត់ថាបន្ទប់សម្រាប់មកគេងបដោះសន្នណា បាទ អញ្ចឹងគាត់ក៏បានដើរទៅយកទូរស័ព្ទយកមកបញ្ចូលដើម្បីសួរនាំអ៊ំអីអញ្ចឹងសួរសុំលេខសុំអីទុកទៅគាត់អត់ទាន់បានសួរនាំអីទេគាត់ក៏ដើរចូលទៅដល់ក្នុងយកទូរស័ព្ទមកវិញស្រាប់តែចេញមកវិញបាត់តាបាត់ បាត់អ៊ំដែលមកមិញ បាត់អ៊ំមកទិញមឈូសហ្នឹងបាត់អ៊ំបាត់ពេលហ្នឹងបងមេងដើររមើលជុំវិញហ្នឹងថាគាត់សួរថាអ៊ំនោះណាអត់ឃើញគាត់ក៏ចេញដើរទៅមុខក៏គាត់អត់ឃើញទៀតដែរគាត់ក៏បានស្រែកហៅកូនចៅរបស់គាត់ម្នាក់ឈ្មោះពៅ បាទ កូនចៅហ្នឹងឈ្មោះពៅគាត់ស្រែកហៅពៅបងពៅហ្នឹងក៏មកពីក្រោយមកគាត់សួរម៉េចបងហៅអីចឹងទៅឯងមានឃើញតាម្នាក់មកទិញមឈូសអត់គាត់ថាអត់ទេអត់មានឃើញផងអញ្ចឹងគាត់ថាតាំងទៅណាគាត់ក៏ដើរទៅមើលខាងក្រៅគេលើទៅបន្ទប់ទឹកខាងក្រៅហាងរបស់គាត់ហ្នឹងណា បាទ គាត់ទៅមើលអត់ឃើញអត់អីទេគាត់ថាចំតាមកទិញមឈូសដូចចម្លែកបាត់ឆឹងគាត់ក៏នឹកឃើញថាឥឡូវបើថាប៉ារបស់អាមីចាំគាត់ទេទៅបងមី បាទបងមីដែលជាមិត្តភក្តិបង ហ្នឹងហើយតែពេលហ្នឹងក៏អត់មានលេខទៀតគាត់ព្យាយាមទេពីមិត្តភក្តិមួយទៅមិត្តភក្តិមួយសុំលេខ បាទបងបាទ សុំលេខបងមីហ្នឹងមកនៅពេលដែលគាត់បានសុំប្រហែលជាចំណាយពេលអស់ចិត្តកន្លះម៉ោងបានគាត់រកលេខបងមីហ្នឹងបានអញ្ចឹងគាត់ថាគាត់ទេទៅបងមីនឹងជប់ដែរអាចនឹងម៉ោងជិត7ហើយ បាទ ហ្នឹងហើយគាត់ទេទៅក៏ចូលគាត់ក៏សួរគាត់ថាឡូអាមីមែនអ្នកនឹងទូរស័ព្ទឆ្លើយបាទខ្ញុំមីពេលដែលនិយាយហ្នឹងគឺបងមេងថាបានលឺសំឡេងបុនសពអាយលឺសំឡេងភ្លេងពិនពៀតអឡងងល់ពេញហ្នឹងទាំងអស់អញ្ចឹងបងមេងថាមានអ្នកស្លាប់មែនសាច់ញាតិស្លាប់មែនពេលហ្នឹងបងមីហ្នឹងបាននិយាយថាបាទហ្នឹងហើយគាត់និយាយរួចគាត់យំផងអីផងថាលឺសំឡេងងោងងាក់នៅក្នុងពិធីបុណ្យពេលហ្នឹងបងមេងថាអត់អីទេអញ្ចឹងចាំស្អែកចាំជួបគ្នា អូខេបងបងអាពេលហ្នឹងបងមីហ្នឹងដឹងថាអ្នកដែលនឹងនិយាយមួយគាត់ហ្នឹងបងមេងដែរ អត់ទាន់ដឹងទេតែchứអត់ដឹងទេអញ្ចឹងបងមេងក៏ថាចាំស្អែកចាំជួបគ្នាអញ្ចឹងបងមេងក៏បានបិទទូរស័ព្ទហ្នឹងហើយគាត់ក៏គិតថាប្រហែលជាសាច់ញាតិអីបងប្អូនរបស់បងមីងនឹងស្លាប់ហើយអ៊ំម្នាក់ដែលមកទិញមកឈូសមិញនេះនឹងសាច់ញាតិដែរ ប្រហែលជាទិញយកទៅឲ្យ ហ្នឹងហើយក៏អត់មានគិតអីទៅដល់រឿងវែងឆ្ងាយទេអញ្ចឹងគាត់ក៏ទៅសម្រាកសិនទៅចាំស្អែកព្រឹកឡើងចាំគាត់ដឹកឲ្យ បាទ ស្អែកឡើងម៉ោងប្រហែលជាជិត7បានគាត់រៀបចំឡានរបស់គាត់នឹងលើកអាមឈូសហ្នឹងដាក់នៅក្នុងឡានអញ្ចឹងនៅពេលដែលលើកដាក់ជាធម្មតាទម្លាប់គាត់ដឹកមឈូសឲ្យភ្ញៀវគាត់ដើរទៅឯងបងមេង បាទ គាត់ថាគាត់ដើរទៅគាត់ប្រើតែកម្មកររបស់គាត់ម្នាក់មើលការខុសត្រូវបងពៅនៅហ្នឹងហើយអញ្ចឹងគាត់ក៏ជួលតែកម្មករ2នាក់ទៀត3នាក់ទៀតលើកអីអញ្ចឹងទៅព្រោះអីមឈូសហ្នឹងវាធ្ងន់ បាទ គាត់ថាអាមឈូសឈើហ្នឹងវាធ្ងន់ហ្នឹងហើយអញ្ចឹងប៉ុន្តែថ្ងៃហ្នឹងគាត់ទៅដោយសារតែគាត់ចង់ទៅចូលរួមបុណ្យគាត់ថាសាច់ញាតិរបស់មិត្តភ័ក្តិអីចឹងមិត្តភ័ក្តិបានមកជួយ support ទិញនិយាយពី support បានមកជួយទិញអីអញ្ចឹងទៅគាត់ក៏ទៅដែរប៉ុន្តែថ្ងៃហ្នឹងគាត់យកកម្មករទៅតែ3នាក់ឯងហើយមួយគាត់ទៀត4នាក់គាត់ចេញដំណើរទៅសំដៅទៅផ្ទះបងមីហើយពីផ្ទះហាងរបស់គាត់លក់ទៅផ្ទះបងមីអត់ឆ្ងាយប្រហែលទេប្រហែលគាត់ថាមិនដល់10គីឡូទេ បាទជីមួយផ្លែត ក៏ទៅដល់ផ្ទះបងមីទៅដល់គឺមានបុណ្យសពមែន បាទ បុណ្យសពអីអញ្ចឹងទៅគាត់ក៏ចូលឡានរបស់គាត់ទៅឡានរបស់គាត់ដាក់មឈូសនឹងវាឃ្លុបខាងក្រោយ បាទ គាត់ចូលឡានរកកន្លែងចតស្រាប់តែឃើញបងមីនឹងដើរចេញមកបងមីដើរចេញមកទៅថាភ្ញៀវមកគាត់មករាក់ទាក់មកទទួលអញ្ចឹងណា បាទ ហ្នឹងអញ្ចឹងនៅពេលដែលបងមីឃើញហើយបងមេងហ្នឹងគាត់ចេញពីឡានទៅបងមីឃើញថាបងមេងក៏រត់មកអោបបងមេងសំឡាញ់ស្មានតែភ្លេចគ្នាបាត់ហើយ បាយគ្នាយូរ ហ្នឹងហើយអញ្ចឹងគាត់ក៏ថាសំឡាញ់ភ្លេចអីអ្វីត្បិតតែការងារវារឿងរវល់ម្នាក់វល់រស់ស៊ីអីអញ្ចឹងទៅប៉ុន្តែអត់ភ្លេចទេអត់អីទេហើយបងមីក៏បានថាតោះសំឡាញ់ចូលទៅក្នុងរោងបុណ្យ បាទ
ពេលដែលចូលរោងប៉ុនហ្នឹងស្រាប់តែបងមេងក៏បានស្រែកប្រាប់កូនចៅគាត់ក្នុងឡានហ្នឹងគាត់ថាពួកឯងដាក់មឈូសចុះមកគ្រាន់តែឮថាដាក់មឈូសចុះមកស្រាប់តែបងមីថាសម្លាញ់មឈូសអីគេបងមេងគាត់ថាសម្លាញ់គ្នាដឹកមឈូសយកមកឲ្យល្ងាចមីងមានឃើញប៉ាបោះមីឯងទៅទិញមឈូសគាត់ឲ្យបានឲ្យដឹកមកហ្នឹងគ្រាន់តែឮបែបហ្នឹងបងមីថាមេងប៉ាខ្ញុំទៅប្រាប់មេងឯងទិញមឈូសប្រហែលមកម៉ានម៉ោងប៉ុន្មានមិនក៏អត់ដឹងពេលហ្នឹងបងមេងថាម៉ោងប្រហែលជា6ជាងគាត់ថាម៉ោង6ជាងបងមីថាវឹបអត់ទេប្រហែលជាមិត្តភក្តិឯងច្រឡំហើយគាត់និយាយចឹងគាត់ថាច្រឡំមិនបើនិយាយតែឈ្មោះប៉ារបស់មីឯងច្បាស់ចេះហ្នឹងបងមីថាអត់ទេបុនសពហ្នឹងបុនសពប៉ាគ្នាស្លាប់តាំងម៉ោង3ស្លាប់តាំងម៉ោង3បងមេងគ្រាន់លឺចឹងច្រឡំហេអត់ទេប៉ាបោះមីឯងទៅទិញច្បាស់ណាស់ទៅទិញម៉ោង6ជាងមកប្រាប់តាប៉ាអីថាឲ្យដឹកមឈូសហ្នឹងមកបងមីថាអាងថាអត់ទេមិត្តភក្តិប៉ាគ្នាស្លាប់ហើយស្លាប់ហ្នឹងគឺប៉ារបស់គាត់របស់ជឿចូលមកបងមេងក៏ចូលទៅដល់កន្លែងដែលតម្កល់សពគេតាំងរូបថតហើយបាទនៅពេលដែលគេតាំងរូបថតបងមេងមើលទៅរូបថតតាអ៊ំដែលមកទិញមឈូសហ្នឹងអ៊ំមកទិញមឈូសហ្នឹងគាត់ថាអ៊ំហ្នឹងឯងមកទិញមឈូសគាត់គ្រាន់តែលឺបែបហ្នឹងអ្នកនៅក្នុងរោងបុនហ្នឹងនាំគ្នាផ្អើលហ្នឹងហើយឆ្ងល់គ្រប់គ្នាព្រោះមនុស្សស្លាប់ហើយបែរជា3ម៉ោងបើសិនជាស្លាប់ម៉ោង3 3ម៉ោងក្រោយនេះទៅទិញមឈូសឲ្យខ្លួនឯងទៅទិញមឈូសខ្លួនឯងហ្នឹងហើយគាត់អត់អស់ចិត្តទេបងមេងអត់អស់ចិត្តគាត់ពិបាកទទួលយកគាត់អត់ជឿពេលហ្នឹងបងមីថាឥឡូវបើទិញមកហើយក៏ដាក់មកតាមពិតគាត់បានទៅទិញមឈូសគេមួយហើយប៉ុន្តែគេអត់ទាន់ដឹកមកទេអញ្ចឹងគាត់ក៏បានកក់គេអីហើយជាមួយនឹងក្រុមអាចារ្យចិនគេអីហ្នឹងហ្នឹងហើយបងហ្នឹងហើយអញ្ចឹងគាត់ថាអត់យកគាត់ឲ្យលុយថ្លៃសំណងគេទៅគាត់នឹកឃើញថាប្រហែលជាអ្នកដែលទៅប្រាប់ហ្នឹងគឺជាវិញ្ញាណប៉ាគាត់ហ្នឹងហើយប្រហែលជាស្រឡាញ់មឈូសហ្នឹងហើយស្រឡាញ់មឈូសហ្នឹងហើយគាត់អត់ចង់ឲ្យខុសចិត្តប៉ារបស់គាត់ទេអញ្ចឹងក្រុមកូនឈ្នួលរបស់បងម៉េងគាត់ដាក់មឈូសហ្នឹងចុះមកគាត់សួរថាមឈូសហ្នឹងតម្លៃប៉ុន្មានគាត់ថាមឈូសហ្នឹងតម្លៃតាមពិតទៅវា1450ប៉ុន្តែគ្នាយកតាម1400គាត់យក1400ហ្នឹងហើយបកទៅសាច់រឿងក្រោយយើងបន្តិចផ្លេចបញ្ជាក់បងម៉េងថានៅពេលដែលគាត់លើកមឈូសមកហ្នឹងមឈូសដែលប៉ារបស់បងមីចង់បានហ្នឹងគាត់បានដាក់មឈូសហ្នឹងមកទេមកចឹងដោយសារតែមឈូសហ្នឹងវាមានប្រេះអាក្បាច់វាហ្នឹងប្រេះគាត់ថាអត់ចង់ដាក់មកទេកុំឲ្យថាយកមកឲ្យមិត្តភក្តិហើយបានរបស់អត់ស្អាតវាប្រេះអីអញ្ចឹងវាអត់ល្អគាត់ថាអត់ល្អគាត់ក៏ដូរអា1450ឲ្យគាត់ថាហ្នឹង1500ហ៎អញ្ចឹងគាត់ថាវាអត់ខុសគ្នាហ្មងទេគ្រាន់តែខុសក្បាច់ផ្កាបន្តិចទេអត់ដឹងផ្កាហ្នឹងមិនដែរគាត់ថាខុសក្បាច់តែបន្តិចអញ្ចឹងគាត់ក៏លើកដាក់អា1500យកតាម1400ទេគាត់ថាគ្នាឯងអញ្ចឹងទៅហ្នឹងហើយបងហ្នឹងហើយប៉ុន្តែពេលដែលមកដល់លើកដាក់មឈូសហ្នឹងក៏គាត់បានបញ្ជាក់ប្រាប់បងមីដែរគាត់ថាអត់អីម្លាញ់មឈូសហ្នឹងតែ1400ទេអញ្ចឹងគាត់ដាក់ឲ្យអស់ស្រាប់តែពេលហ្នឹងបងមីហៅឲ្យបងមីហ្នឹងនៅហូបបបរហូបអីសិនទៅបងមីអត់នៅទេគាត់ទៅតែចូលបុណ្យហើយគាត់ប្រញាប់ត្រឡប់មកវិញគាត់ទប់ស្មារតីលេងបានគាត់ថាអត់ដែរជួបប្រទេសណាគាត់ស្លុតគាត់អីចឹងហ្នឹងគាត់តក់ស្ងត់ហើយគាត់អត់ជឿគាត់នៅតែវាមិនដែលអត់ជឿគាត់ថាគាត់អ្នកលោកបែបហ្នឹងតែអត់ជឿអត់ដែរជួបសំបីតាំងពីប៉ារបស់គាត់ជាអ្នកលោកមកក៏អត់ជឿដែរអត់ដែរជួបរឿងបែបហ្នឹងដែរវាស្ដាយហ្នឹងហើយស្ដាយប៉ារបស់គាត់ថាតាំងមើលលោកអីជួបតែពពួកអមនុស្សអីផ្សេងមកបន្លំមកផ្លេតអីអញ្ចឹងណាអញ្ចឹងក៏គាត់មិនគិតឃើញថាស្ដាយពេកគាត់ក៏បកត្រឡប់ទៅហាងរបស់គាត់វិញហ្នឹងហើយអញ្ចឹងរឿងហ្នឹងវាអត់ទាន់ចប់ទេមកដល់ល្ងាចឡើងល្ងាចនេះដោយសារតែអារម្មណ៍ស្មារតីរបស់បងម៉េងគាត់អត់ល្អអញ្ចឹងនៅពេលអារម្មណ៍ស្មារតីរបស់គាត់អត់ល្អគាត់ទៅហាងតែត្រឹមម៉ោង4ទេគាត់មើលអញ្ចឹងមានន័យថាអូថ្ងៃបន្ទាប់ឯណោះពេលព្រឹកថ្ងៃដែលដាក់មឈូសឲ្យហ្នឹងយល់អញ្ចឹងគាត់ថាគាត់ទៅម៉ោង4ទៅផ្ទះគាត់វិញគាត់មានផ្ទះមួយឯកន្លែងតូបលក់ហ្នឹងជាហាងអីចឹងទៅគាត់បានប្រាប់អំពើថាឲ្យម៉ោង5អីបិទទ្វារទៅហើយពេលហ្នឹងក៏បងម៉េងលាក់កម្មករនៅហ្នឹងលាក់អត់ឲ្យដឹងថាយុគមួយអ្នកដែលទៅទិញហ្នឹងគឺជាសពទេគាត់លាក់កូនចៅរបស់គាត់ព្រោះខ្លាចកម្មករអីខ្លាចអីចឹងហ្នឹងហើយគាត់លាក់គាត់រឿងដឹងតែរឿងខ្លួនគាត់ហើយនឹងបងមីណាអញ្ចឹងគាត់ហ៊ានប្រាប់ទៅលើបងពៅឯងគាត់គ្រាន់តែ
ល្ងាចឡើងប្រហែលថាឲ្យពើម៉ោង 4 ម៉ោង 5 អីបិទទ្វារទៅវាអត់មានពីណាគេមកហៅអីអញ្ចឹងណាគាត់ឲ្យបិទទ្វារទៅមកដល់ម៉ោង7 7យប់ណា បាទ 7យប់ហ្នឹងគឺបងពៅហ្នឹងគាត់ដេកនៅក្នុងហ្នឹងគាត់មានបន្ទប់របស់គាត់ខាងក្រោយទាំងហាងហ្នឹងណា បាទ គាត់ដេកស្រាប់តែម៉ោង7ហ្នឹងគឺមានគេមកកោសទ្វារ ម៉ោង7យប់ហ្នឹង 7យប់គួយមកកោសទ្វារផាំងទ្វារហ្នឹងវាលាត់គាត់ក៏ចេញមកប៉ុន្តែបងពៅអត់ហ៊ានបើកទ្វារធំទេអាទ្វារហាងហ្នឹងណា បាទ គាត់ហ៊ានបើកទៅខ្លាចយប់ប្រឡប់វាមានរឿងអីអត់ល្អអញ្ចឹងគាត់ក៏ស្រែកសួរ ខ្លាចមានចោលមានអីចឹងណាបង ហ្នឹងហើយគាត់ក៏ស្រែកសួរថាណាគេរកអីគេយប់ហើយស្រាប់តែអ្នកនិយាយមកហ្នឹងគឺមនុស្សប្រុសចាស់ អូវ័យតុងប៉ុន្មានដែរបងបើតាមស្ដាប់សលេង មនុស្សចាស់និយាយនឹងនិយាយថាម៉េចនិយាយថាម៉េចក៏យកមកឈូសឲ្យអញខុសអញចង់បានអានេះដាក់អានោះឲ្យអញ យល់ និយាយបែបហ្នឹងហ្មងបងពៅគ្រាន់តែលឺក៏អត់មានគិតថាជាអីឯងគាត់គិតថាប្រហែលជា អតិថិជន ដែលគាត់ដឹកឲ្យផឹកមិញហ្នឹងខុស បាទ គាត់ក៏និយាយថាអាជាស្រ័យអ៊ំខ្ញុំអត់ដឹងទេព្រោះអីមេខ្ញុំប្រាប់ថាឲ្យលើកអាហ្នឹងឡើងខ្ញុំលើកអាហ្នឹងឡើងគាត់ថាចាំបន្តិចខ្ញុំ ខលតែមេ ហ្នឹងហើយទេទៅមេបន្តិចដល់ពេលហើយគាត់ក៏ខលទៅបងពៅក៏ខលទៅកាន់បងម៉េងថាចុំឃើញលេខកម្មករទេមកគឺរឿងភ្ញាក់ដែរគាត់ក៏និយាយថាម៉េចមានការអីបងពៅថាមេគាត់ថាបងអត់ថាមេថាបងមិនក៏បងឯងត្រូវលើកមកឈួរឲ្យគេខុសអញ្ចឹងឥឡូវគេមកទាគេមកសួរថាលើកឲ្យគេខុសគាត់ថាពីណាគេមកទាពីណាគេមកអីគាត់ដឹងឥឡូវខ្ញុំអត់បើកទ្វារទេគាត់នៅខាងក្រៅហើយសំឡេងហ្នឹងគឺជាសំឡេងមនុស្សប្រុស មនុស្សផចនាហើយចឹងដែរ ហ្នឹងហើយមេរបស់គាត់បងមេហ្នឹងគាត់ថាឥឡូវឯងធ្វើបើកទ្វារមើលណាគេបងអញលើកមកឈូសផឹកមិញឲ្យវាត្រូវហើយ ហ្នឹងហើយ គាត់អត់តន់ដឹងថាខ្លួនគាត់ហ្នឹងខុសទេដែលដូរមកឈូសហ្នឹងបងពើគាត់ក៏បើកទ្វាររបស់គាត់ទ្វារធំពេលបើកមកអត់មានមនុស្ស ស្ងាត់ឆឹង គាត់ថាចុំតើណា លឿនមែន លឿនតែមកនិយាយមកគាត់កកោចច្បាស់ណាស់និយាយមកគាត់កកោចច្បាស់ហ្មងអញ្ចឹងគាត់ក៏ប្រាប់មេរបស់គាត់វិញថាបងម៉េងវិញណាថាអត់ឃើញទេឡើយបាត់ហើយបងម៉េងក៏លាក់ទៀតថាអត់អីទេហើយដេកទៅបើលឺសលេងអីបាច់ចេញយប់ប្រលប់អីព្រោះបងម៉េងចាប់ផ្ដើមដឹងខ្លួនឯងថាធ្វើខុសស្អែកឡើងត្រូវសពហ្នឹងគេត្រូវលើកដាក់មកឈូសហើយព្រោះអញ្ចឹងគេអាចធ្វើច្រើនថ្ងៃ3ថ្ងៃ4ថ្ងៃអញ្ចឹងទៅតាមប្រពៃណីស្អែកឡើងចាប់ផ្ដើមលើកដាក់ស្រាប់តែបងមីខំមកកាន់បងម៉េង ថាម៉េច គាត់ថាមិត្តភក្តិមកឈូសហ្នឹងដាក់អត់ចូលទេដាក់អត់ចូលដាក់ទៅគឺទៅជើងតាគាត់ដាក់អត់ចូលគាត់ថាមើលទៅអត់មានសមថាដាក់អត់ចូលតែពេលដែលដាក់សពទៅគឺវាកលជើង ប្រហែលជាសពប្រកាន់អីចឹង ហ្នឹងហើយប្រកាន់មិត្តភក្តិអញមានរបស់ថ្មីអត់សុំដូរបានអត់ព្រោះឲ្យដាក់គាត់អត់កើតទេវាទៅជើងបន្តិចវាកលជើងពេលហ្នឹងបងម៉េងថាអត់អីទេចាំឯងដូរឲ្យអាមួយទៀតបងម៉េងចាប់ដើមដឹងថាខ្លួនឯងហ្នឹងគឺដូរអញ្ចឹងគាត់ដឹងថាសពហ្នឹងគឺវា ស្រឡាញ់អាណា សំទោសហ្នឹងគាត់ស្រឡាញ់មួយហ្នឹងគឺគាត់ត្រូវតែមកយកមួយហ្នឹងឲ្យបាន ប្រហែលជាមកឈូសនឹងមានឧបនិស្ស័យវាគាត់មិនដឹងអីមិនដឹងអត់ដឹងណា អញ្ចឹងបងម៉េងគាត់ត្រូវតែឲ្យកម្មកររបស់គាត់ហ្នឹងយកមកឈូសមួយដែលតានឹងចង់បានយកទៅដូរឲ្យប៉ុន្តែបងម៉េងពេលហ្នឹងក៏អត់ទៅទេក៏អត់ទៅណាក៏ដឹងខ្លួនគាត់កម្មកររបស់គាត់ហ្នឹងក៏បានដឹកមកឈូសដែលតានឹងចង់បានយកទៅដូរឲ្យហើយអស់ក៏ឮថាសពហ្នឹងបានត្រូវដាក់ចូលហើយមកឈូសមួយហ្នឹងមកឈូសដែលត្រូវដូរដែលដាក់អត់ចូលហ្នឹងណាយកមកទុកនៅក្នុងហាងវិញ អូចាំមានថាយើងឆ្លាស់មកឈូសមកវិញ ហ្នឹងហើយចុះបើថាហ្នឹងដាក់អត់ចូលហើយអត់ទាន់បានប្រើប្រាស់អីផងគាត់ក៏ដឹកមកឈូសមួយហ្នឹងដឹកចូលក្នុងហាងវិញត្រូវគាត់បដូរព្រោះសារហ្នឹងប្រើអត់កើតហើយគាត់ចូលមកទុកក្នុងហាងគាត់រឿងរ៉ាវអ្នកដែលជួបគឺបងពៅទៀតហើយ បើដូចឆ្វាក់ជាងគេដល់ ឆ្វាក់ដោយសារតែមកឈូសហ្នឹងបានត្រូវយកសពយកទៅដាក់ពីលើហើយវាអត់ចូលអញ្ចឹងក៏គាត់ផ្ទេឲ្យយប់នៅយប់ឡើងយប់ត្រូវដូរហ្នឹងណា បាទ យប់ត្រូវដូរហ្នឹងបងពៅថាម៉ោងប្រហែលជា8យប់ម៉ោង8យប់គាត់មិនដេកនៅក្នុងហាងហ្នឹង បាទ ពីមុខគឺទុកមកឈូសពីខាងក្រោយគាត់ដេកនៅបន្ទប់មួយបន្ទប់កម្មករ បាទ គាត់ថាគាត់ដេកស្រាប់តាឮគេដូចគេអូសមកឈូសអញ្ចឹងគាត់ថាអូសទៅក្រោកគាត់ថាមកខ្ញោកបាត់ឈឹងគាត់ថាចំពីណាគេមកធ្វើអី
គាត់គិតថាប្រហែលជាសំឡេងកដោសំឡេងអីទៅ ហ្នឹងហើយ ហ្នឹង គាត់ ហើយ ប្រឡប់ខ្លួនឯងដែរ ហ្នឹងហើយអញ្ចឹងគាត់ក៏សង្ងំដេកទៅវិញនៅពេលដែលគាត់សង្ងំដេកទៅវិញចាប់ផ្ដើមឮគេគោះដូចគោះទ្វារផាំង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 ហើយអាសលេងហ្នឹងមិនមែនគោះទ្វារទេ គោះអីគេបង គោះមឈូសព្រោះវាលាន់ទៅផុងផាំងផាំងពុកពុកអីមិនទៅ ព្រោះបើគោះទ្វារ ហ្នឹង បើ ហើយ សិនជាទ្វារដែកឬដែក ហ្នឹងហើយទ្វារគាត់ដែកគាត់ដឹងហើយអាទ្វារដែកហ្នឹងអាយប់ម្សិលមីងអ្នកមកគោះហ្នឹងគឺគាត់ដឹងថាទ្វារលាន់សលេងផាំងផាំងអីចឹងទៅហើយសលេងគោះមឈូសនេះគឺវាសលេងថ្មី ហ្នឹងហើយព្រោះគាត់ច្បាស់ហើយគាត់នៅមួយមឈូសឆ្អែតហើយ ហ្នឹងគ្រាន់តែលឺអញ្ចឹងគាត់ផ្ទៀងស្ដាប់ថាចំមានពីណាគេចូលមកអុកឡុកអីមិនដឹងគាត់ចេះផ្ទៀងស្ដាប់បានទូទៀតគាត់លាន់សំឡេងអូសខ្វោកសំឡេងអូសហ៎ អូមឈូសហ្នឹងមែន អូសមកឈូសសំឡេងគេអូសមកឈូសគាត់ថាអូអត់ស្រួលទេត្រូវចេញទៅមើលពេលដែលគាត់ចេញទៅហ្នឹងគាត់អត់ទាន់ហ៊ានបើកភ្លើងទេគាត់ខ្លាចបើកទៅគេផ្អើលគេអីអញ្ចឹងគាត់ស្គិតចេញទៅទាំងងងឹត យល់ ចេញទៅទាំងងឹតតែគាត់កាន់កបិតគាត់ទុកនៅក្បាលតនេកគាត់ទុកការពារទុកអីហ្នឹងណា Yes គាត់ថាគាត់កាន់កបិតហ្នឹងកបិតកាក់គាត់កាន់ទៅគាត់ថាចង់ដើរទៅមើលពេលដែលដើរទៅហ្នឹងអត់អីទេនឹងហាងរបស់គាត់ហ្នឹងវាមានអាចមើលឃើញដែរទេស្មៅគាត់ថាពេលដែលគាត់ដើរទៅអាមកឈូសដែលដឹកមកពីបុណ្យសពហ្នឹង មិនវិញបង គាត់មើលទៅមានមនុស្សអង្គុយនៅលើហ្នឹង អង្គុយពីលើមឈូសហ្មង ណាអង្គុយពីលើមកឈូសហ្នឹងគាត់ឃើញស្មៅអង្គុយនៅលើហ្នឹងច្បាស់ណាស់ ស្មៅរបៀបមិនបងស្មៅសឬក៏មិន ស្មៅឃើញថាខ្មៅដូចយើងឃើញមនុស្សពីល្ងិតដើរអញ្ចឹង អូ គាត់ថា យល់ ហ្នឹងហើយអត់ឃើញសគាត់ថាឃើញអង្គុយថ្មឹងនៅលើមឈូសហ្នឹងគាត់ថាចំណាគេគាត់សួរថាពីណាគេពីណាគេគ្រាន់តែស្រែកអញ្ចឹងម្នាក់ហ្នឹងគឺផ្អៀងខ្លួនក្លឹប ធ្លាក់ទៅដីហ្មង ធ្លាក់ទៅខាងក្រោមអញ្ចឹងដូចថាយើងអង្គុយអញ្ចឹងយើងផ្ដេកខ្លួនទៅអញ្ចឹង យល់ គាត់ថាលឺសូរតែក្លឹបគាត់ថាពីណាគេកាត់អីគាត់ក៏ចុចកុងតាក់ភ្លើងចុចកុងតាក់ភ្លើងបើកនៅក្នុងហាងរបស់គាត់នឹងប្រាវដើរទៅមើលទៅគឺអត់មានអីទេ ស្ងាត់ឈឹង ស្ងាត់ឈឹងធម្មតាអត់មានអីទាំងអស់ហើយគាត់ដើរមើលថាមានមឈូសមួយណាត្រូវបានគេមកិលគេអូសអត់មានអីទាំងអស់ ស្អាតចាស់ ស្អាតចេះគឺធម្មតាអញ្ចឹងក៏គិតថាប្រហែលជាគាត់នឹង សម័យ សម័យអីអញ្ចឹងទៅហើយគាត់ថាអត់មានមនុស្សណាចូលទេដោយសារទ្វារនោះគឺបិទស្អាតទាំងអស់គាត់សម្រេចចិត្តបិទភ្លើងមកដេកវិញមួយសារទៀតគាត់បិទភ្លើងមកដេកវិញមួយសារទៀតហើយបញ្ជាក់តិចមកឈូដែលដឹកទៅថ្ងៃមិញហ្នឹងណាបានដាក់គម្របហើយអត់ទាន់លើកគម្របយកទៅទុកកន្លែងផ្សេងទេដោយសារតែគាត់លក់តាំងមកឈូហ្នឹងគាត់ថាគាត់អត់មានគ្រប់គម្របទេ យល់ គេដាក់ប៉ះចំហអញ្ចឹងទៅអតិថិជនណាគេមករើសគេមើលខាងក្នុងវាមានឈើអីហ្នឹងហើយ ភីអីចឹងណា ប៉ុន្តែគាត់ថានៅពេលដែលគាត់ដឹកមកហ្នឹងគឺបានគ្រប់អត់បានទាន់លើកគម្របយកទៅទុកនៅកន្លែង កន្លែងគេຕົកទេ បាទកន្លែងគេទុកទេ យល់បងយល់ គាត់ថាគ្រាន់តែគាត់បិទភ្លើងហើយដើរចូលទៅដល់ក្នុងបន្ទប់ដេកវិញលន់ទៀត លន់អូសទៀតមែន អត់អូសម្ដងនេះគឺលឺពុក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  ដូចគេដំចឹង ហ្នឹងហើយ យល់ ពុក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 គាត់ថាចំលេងសើចមួយគាត់ណា គាត់ទៅពេលហ្នឹងបងពៅអាចគិតថានឹងជាអមនុស្សហើយត្រូវអត់ ហ្នឹងគាត់ចាំដើមមានអារម្មណ៍ថាលេងសើចហើយគាត់គិតថាជំនាងផ្ទះ ជំនាងហាងអីចឹង ហ្នឹងហើយជំនាងហាងគាត់ថាជំនាងហាងកុំលេងសើចតែគ្នាឲ្យបានដេកបានសម្រាកគាត់ចូលទៅដេកទៅគាត់ថាលេងខ្វល់សលេងហ្នឹងសលេងអីសលេងសលេងគិតដែរប៉ុន្តែយូរឡើងកាន់តែលឺហើយម្ដងគឺលឿនពុកពុកញាប់ហើយគឺលឺពុកពុកពុក3ដងឈប់មិនបន្តិចហើយទៅលឺម្ដងទៀតពុកពុកពុកដូចគេយកដេកោយកទៅដំមកឈូសចិត្តណាប្របីនៃចិនគេដំណាគាត់លន់អញ្ចឹងពេញហាងគាត់អត់អស់ចិត្តគាត់ចេញទៅមើលមួយសារទៀតពេលដែលគាត់ចេញទៅមើលមួយសារទៀតហ្នឹងគាត់បានឃើញមនុស្សគឺនៅឈរហ្មងគាត់ថាឈរថ្មឹងនៅកន្លែងមឈូសហ្នឹងឈរនៅលើក្បាលមឈូសតែឃើញតែសម្ោលទេ ឈរពីលើមឈូសឬក៏ឈរពីមុខមឈូស ឈរពីមុខមឈូសគាត់ថាមនុស្សហ្មងរូបរាងហ្នឹងគឺមនុស្សគឺឈរឃើញហ្មងគាត់ក៏និយាយថាពីណាគេមកលេងសើចអីអញ្ចឹងកុំលេងសើចអត់ចេញទេគាត់ក៏យកដៃទៅចុចកងតាក់ផ្លេចបាត់ឈឹងហ្មងគាត់អត់ចិត្តគាត់ដើរទៅមើលផ្ទាល់ទៀតពេលដែលដើរទៅមើលផ្ទាល់ហ្នឹងឃើញថាមឈូសហ្នឹងបានបើកគម្របពេលដែលដឹកមកគឺគ្រប់ចិត្តដែរគ្រប់ចិត្តអញ្ចឹងណាពេលដែលគាត់ទៅមើលទៅមឈូសហ្នឹងវាបើក បានហើបពាក់កណ្ដាលមែន ហ្នឹងហើយហើបទាញមកអញ្ចឹងវាបើកមកចន្លោះប៉ុណ្ណឹង យល់ គាត់ថាអូអត់កាត់ទេលេងហើយគាត់ខទៅកាន់ប្រាប់មេគាត់បងម៉ែងគាត់ក៏ទៅប្រាប់ម៉ែងបងអត់កាត់ទេ
mà chu để đặt màu bị bồn sọp nắng lên quạt này lon quạt khơi anh chế một bọn mình thà lấy bọn mình chấp đam chưa ấy thà lấy bờ thạch đi ở bàn té chăm anh chỉ vô tặng chụp bọn mình có tranh bị đá bỏ có từ vô tặng chụp vô mà đi đạc quạt bên nó tông mong mà này bọn mong phụ bốn mong đọc vậy sai lắng mà chu nó có tục lộ tê tê có đưa tờ nào vậy đốt trào mà bố chia trào mà đốt trào có thà ở trong tục nó khơi nào cái vô sập vô mà đã hơi ấy hơi chân từ hay rương rau mùi ní các mấy ta có đại chưa tê chụp lừa quạt tuổi chẳng có tham bờ sân chỉ có ban chụp to bằng pơ phẹp sạch rương mà căn có chưa hiện bốc mà chu năng cho đây đôi xa có chưa ấy có chưa thật ta nó slap ấy bao giờ mà tình quạt anh nắng quạt chưa hay sạch rương bỏ dướng chọc thầm pan nắng hay sần không tha bây giờ tận ở kia ban snap hai thì nia tham ai nâng vì mình rồi thốt na tê bán mà kênh lộ sùa bán mà kênh lộ sùa hay đang thằng ô vì mình sẽ hướng bẹp ni men hay có ơi bây giờ mà tận ở kia ban chưa đây thà thầu tại chưa mà rồi phía rồi chặt tục thà cam với thi bôi ní stop chỉ ca cổng san à rồng ơi chưa từ lơ mà rồi phía rồi bàn tay stop để ca pichara na thà ấy cả ai cắt miếng bàn đại chứ mượn đằng này cái tha bởi dương mình chụp mình bật thà mình miến á đằng này bao nhóm mà bọn nhóm play mình tên vì mình ní ở lại cái nào thay trẻ mà chúc thônแล้วที่ท่าบางมารบมาชูมวยมาชูปูชันน้องทุนนั่นน่ะ นั่งทน ให้เนยซอกเบียบากก็เรื่องจังปีจะมาเป็นตามหมายสดับ นั่งไงก็ทำชูก็เลือกบุญเนี่ยแผลเนี่ยจ้องกูจะทนก็ทำแต่ไหลกันแต่ทลาย กันแต่ทุน เชื่อกันแต่ละอ นั่งไง มาชูปูน้องทุนให้วิเมียนอากาศแหละวิน้องอัปเดต นั่งบากก็บากให้นั่งกันเผอเนี่ยใบเนี่ยไอ้ได้บากรวยแต่ละใส่เรื่องจับถึงนั้นก็นะบอง จับถึงปนังไง ให้สำหรับเนี่ยเนี่ยวิ่งอย่างไม่ได้จมโปใส่เรื่องมวยนี้สำหรับใช้เรื่องนี้แบบตามย้อนเวียนมันรุนโทษเอ็นนาติป่าหายบ้านมันเนี่ยนี่đã traoไปแบบนี้ធ្វើការแล้วมันก็เก่งสำหรับไอ้จังเตอร์ให้กำที่บ่ยืมประกาศล้างนี้ขนมกู้ผมน้องสำหรับอันนี้สดับกลมซานแต่ปนเนาะมันจังไอ้เนี่ยนี้ชื่อมา100 เพียร้อยนู่นเต้ก่อนอันนี้สดับกลมซานไปធ្វើការหรือกับไปจีลานจิมโตตนาแต่ไหนจะพอดคาบ่ยืมเช้าเต้bà hai lỡ cam thi bảo dương có chiên mà đo ti bình chop đá hai nè kia muốn nâng bình chop cam thi bảo dương xong nè kia complete cho subscribe được đã sinh nhà cần đăng phong là bảy lực thực chất bằng can cam mà thí hai cái đồ chỉ từ tụ ban video thay toàn chặt phong đài hai việc trong ba riết nâng bong để chia admin ở trong channel ad cùng bằng chụp ngắn cả xong chụp riệp lý ở con nè kia chụp kia video cào